ម្ចាស់បងមានព្រះសវណ្ណនៃបែបនេះខ្ញុំម្ចាស់រត់តែមិនយល់ទៀតហើយប្រពន្ធម្ចាស់បើម្ចាស់អូនចង់យល់នោះណាងាយទេម្ចាស់អូនបើធ្វើតាមតែការណែនាំរបស់ម្ចាស់បងសមណឆន្ទាទៅព្រះស្វាមីម្ចាស់បងដែលឆ្លក់វង្វេងម្ចាស់បងគ្រប់ព្រះអង្គនេះណាក៏ដោយសារតែម្ចាស់បងសមណឆន្ទាណែនាំដល់ពួកម្ចាស់បងទាំងអស់គ្នាដែរម្ចាស់អូនបើឃើញដែរទេព្រះស្វាមីរបស់ម្ចាស់បងគ្រប់ព្រះអង្គនោះណាគ្មានអង្គណាមួយដែលយាងចេញទៅខាងក្រៅវាំងមួយជំហាននោះទេស្ដាប់ទៅគួរឲ្យចូលចិត្តណាស់ម្ចាស់បងខ្ញុំម្ចាស់ក៏ចង់ឲ្យព្រះអង្គស្វាមីនៅតែក្នុងដំណាក់ឬក៏បរិវេណព្រះរាជវាំងដែរតែក៏មិនដឹងថារកវិធីណាដើម្បីខាត់ព្រះស្វាមីបាននោះប្រពន្ធម្ចាស់មនុស្សយើងដើរបានឆ្ងាយណាគឺដោយសារតែព្រះបាទទាមុនស្នេហ៍តេតិស្ត្រីបានតតែព្រះភ័ក្រដល់ស្រស់ប្រំប្រៃបានម្ចាស់អូនពៅព្រមធ្វើតាមការណែនាំរបស់ម្ចាស់បងណាពៅនឹងសំបំណងដល់ម្ចាស់បងគ្រប់ព្រះអង្គអញ្ចឹងគឺអញ្ចឹងណាអត់ទេម្ចាស់បងពធព្រះជាម្ចាស់ម្ចាស់បងខ្ញុំម្ចាស់ធ្វើមិនបានទេព្រោះតែរឿងនេះចំណែកណាស់ប្រពន្ធម្ចាស់ហើយបើម្ចាស់អូនបើធ្វើមិនបានទេណាបងក៏មិនដឹងជួយយ៉ាងម៉េចដែរតាមយថាកម្មរបស់ម្ចាស់អូនបើទៅចាស់តើពួកយើងនាំគ្នាទៅវិញកុំឲ្យគេថាយើងទាំងអស់គ្នានេះមកអុចអាលរឿងប្តីប្រពន្ធរបស់គេតើនាំគ្នាទៅវិញឆាប់សិនម្ចាស់បងខ្ញុំម្ចាស់យល់ព្រមហើយវាត្រូវតែអញ្ចឹងហើយម្ចាស់អូនមែនទេម្ចាស់អូនតែខ្ញុំម្ចាស់នៅតែខ្លាចហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តគ្មានអីទៅពិបាកទេម្ចាស់អូនពេលដែលធ្វើដូចជាម្ចាស់បងប្រាប់ហើយនោះណាម្ចាស់អូនត្រូវតែប្រើកលវិយាជាស្ត្រីបន្ទន់ចិត្តព្រះស្វាមីម្ចាស់អូនគ្រប់ព្រះអង្គធ្វើថ្វាយម្ចាស់អូនតបន្តិចទៅព្រះម្ចាស់បងម្ចាស់អូនពៅម្ចាស់អូនពៅចាំតតណាម្ចាស់អូនទាំងអស់គ្នាចាប់ផ្ដើមភ្លាមទៅព្រះស្វាមីសព្វតែខ្ញុំម្ចាស់ចៃទីព្រះម្ចាស់សុពកលីនេះម្ចាស់អូនមានព្រះតម្រិះដូចបងដែរទេថាពេលនេះម្ចាស់អូនពៅកំពុងតែធ្លាក់ចូលក្នុងកន្លងរបស់យើងហើយនេះគ្រាន់ជាកិច្ចចាប់ផ្ដើមដំបូងទេម្ចាស់បងបើត្រូវតែជួបបន្តទៅមុខទៀតគឺជាស្នាដៃរបស់ខ្ញុំម្ចាស់នេះហើយនេះព្រះនាងសមណឆន្ទានិងព្រះមហេសីរបស់ទូព្រះបង្គំយាងមកពីព្រះរាជដំណាក់របស់ម្ចាស់អូនពៅតើហេតុអ្វីបានជាយាងមកទាំងថ្មនេះ
ប្រហែលជាមានបំណងល្អទៀតដឹងព្រោះថាបនីសពកាលីមហេសីទ្រង់ប៉ិនថងណាក៏មិនមែនជាស្ត្រីដ៏ទ្រង់ខ្សោយនោះដែរចំពោះអារឿងល្បិចកិច្ចកឬមើលកននិយាយស្ត្រីស្អីគេនោះសូមបន្ទិញទូផងចុះណាដែលទូបង្គំតតឃើញហើយក៏មានបន្ទូលត្រង់ទៅតាមភាពជាក់ស្ដែងដែលទូបង្គំកំពុងតែគិតនៅក្នុងពេលនេះគិតទៅទ្រង់ប៉ុនថងណាហើយនឹងទូព្រះបង្គំគឺជាបពុតែមួយតាតែក៏នៅចន្ទ្រាសារវ័នមួយអង្គទៀតដែលកំពុងតែជិះទូកជាមួយនឹងយើងតែក៏នៅតែមិនប្រកាសនៅក្នុងព្រះតីថានឹងមានជោគជ័យឬក៏បរាជ័យប៉ុណ្ណានោះព្រោះតែព្រះធនវង្សមួយអង្គនោះពិតជាមើលងាយមិនបាននោះទេព្រោះដើមឈើខ្ពស់នឹងហើយទើបមហេសីគ្រប់ព្រះអង្គព្យាយាមទៅដកជន្ទល់បងបាញ់ចោលហើយដើមឈើនោះវិញត្រេកខ្យល់ហើយក៏រលំទៅទីឬតាមខ្យល់តើវាល្អទេតែបងថារឿងនេះវាមិនចប់ដោយងាយនោះទេព្រោះតែនៅទ្រង់ចន្ទ្រាសារវ័ននិងអង្គសមលរាជស្ដេចទាំងពីរអង្គនេះពិតជាឆ្អឹងដុះទៅតឹងកមែនថ្ងៃពេញបរមីនៅថ្ងៃខាងមុខបុត្រទាំងពីរព្រះអង្គគឺព្រះធនវង្សនិងពៅរចនានឹងឡើងគ្រងរាជសម្បត្តិនៅអនបត្តមហានគរបិតាសូមផ្ញើសេចក្តីទុកព្រះតីចំពោះទឹកព្រះតីដ៏មេត្តាធម៌ចំពោះព្រះញាតិវង្សនិងប្រជានរាជផងណាបុត្រទាំងពីរក្រាបទូលព្រះបិតាបុត្រនឹងស្នងរាជកិច្ចឲ្យបានល្អបំផុតចំពោះព្រះនគរនិងប្រជានារីចំណែកឯម្ចាស់បងដែលជារាជសន្និសាទទាំង6អង្គបុត្រនឹងថ្វាយបរមងារផ្ដល់អេសរាយុទៅតាមអ្វីដែលគ្រប់ព្រះអង្គអាចទទួលបានដើម្បីការពារនគរឲ្យបានរឹងមាំក្រាបទូលមិនទាន់នឹងដល់ថ្ងៃនោះផងគ្រាន់តែលឺសូរក៏ធ្វើឲ្យព្រះបិតាសប្បាយព្រះតីទៅហើយថ្ងៃនេះបុត្រទាំងអស់គ្នាយើងមកជុំគ្នាល្អណាស់ហើយក៏មានការងារល្អទៅថ្ងៃក្រោយបងអើយនឹងច្រៀង